ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទថ្ងៃនេះដែរគឺខ្ញុំនឹងថតវីដេអូអំពីសកម្មភាពរបស់សត្វចង្រិតដែលវាកំពុងតែស៊ីចំណីតែម្ដងអ្នកទាំងអស់គ្នាបាទហើយចង្រិតនេះដែរគឺបានរយៈពេលខ្ទង់22ថ្ងៃហើយអ្នកទាំងអស់គ្នាគឺវាធំរឿងលឿនដែរការពីលើកមុននេះគឺខ្ទង់បានដូចជា35ថ្ងៃគឺអាចចាប់វាបានបាទប៉ុន្តែលើកនេះក៏អត់ទាន់នឹងច្បាស់ដែរដោយសារតែយើងមិនសូវឲ្យស៊ីចំណីច្រើនព្រោះកាលលើកមុនឲ្យស៊ីចំណីច្រើនអញ្ចឹងទៅវាឆាប់ធំញ៉ាប់អីចឹងណាអ្នកនរគ្នាបាទលើកនេះដាក់មានបន្លែមានអីចឹងទៅបាទប៉ុន្តែថ្ងៃនេះគឺអត់មានបន្លែមានអីឲ្យស៊ីទេគឺមានតែកតុនិងចំណីលេខតិចចឹងតែម្ដងបាទអ្នកទាំងអស់គ្នានេះគឺជាសកម្មភាពរបស់ចង្រិតវាកំពុងតែស៊ីចំណីតែម្ដងបាទហើយនៅពេលនេះគឺមេឃរបស់យើងនឹងគឺបានភ្លៀងតិចហើយអញ្ចឹងទៅវាលឺសំឡេងតិចអ្នករស់នេះបាទហើយណាមួយចង្រិតវារៀងស៊ីឆ្អែតវាអត់សូវជាស៊ីម៉ានទេគឺវាឡើងមកនៅស្ងៀមតែម្ដងអ្នករស់នេះបាទលក្ខណៈថាមកដូចសងំដេកអីចឹងណាប៉ុន្តែវាមិនមែនដេកទេគឺវាមកសងំខ្លះទៅក៏វាស៊ីខ្លះទៅក៏វាអត់អីចឹងដែរបាទអូខេអ្នកទាំងអស់គ្នាហើយសូមកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងបាទអរគុណច្រើននិងកុំភ្លេច like ផងបាទអ្នកដែលមើលនៅលើ YouTube សូមកុំភ្លេចចុច subscribe ម្នាក់មួយផងបាទអរគុណតែម្ដងម្នាក់ហើយបាទនេះ comment មួយផងបាទបាទហ្នឹងហើយសម្រាប់បងប្អូនដែលរស់នៅក្នុងភូមិក៏អាចមកធ្វើការកម្មង់ទុកមុនបាទអ្នកទាំងអស់គ្នាយក1គីឡូ1គីឡូកុំឲ្យដល់ពេលខ្ញុំចាប់ទៅវាភ្លេចអញ្ចឹងអ្នកទាំងអស់គ្នាបាទគឺលក់ឲ្យគេអស់តែលើកនេះគឺចង្រិតពីត្រង់លោកអត់ងាយអត់ទេដោយសារលើកមុនចាប់បញ្ញាប់ពេកអញ្ចឹងទៅអត់បានលក់ឲ្យបងប្អូនយកទៅទទួលទានទៅហូបទៅអីចឹងមកអត់បានភ្លក់រសជាតិមើលតែវាឆ្ងាញ់កម្រិតណាអញ្ចឹងមកហើយចង្រិតលើកមុនហ្នឹងគឺឆ្ងាញ់ខ្លាំងមែនទេមកដោយសារតែពងវានៅច្រើនហើយនិយាយរឿងពងហ្នឹងណាគឺដោយសារតែលើកមុនហ្នឹងគឺយើងអត់ចេះទៅចាំលើកដំបូងពងអត់មានញាស់មួយទេអ្នកនរគ្នាស្ដាយខ្លាំងមែនទេគឺពងច្រើនដែរប៉ុន្តែអត់មានញាស់ទេដោយសារតែយើងដាក់ខុសបច្ចេកទេសអញ្ចឹងវាអត់ញាស់វាអត់អីណាអានេះគេដាក់ផេះហើយគេយកផេះហ្នឹងទៅលាងទៅអីអ្នកនរនេះមកគឺលាងវាឲ្យបាត់ជាតិប្រៃគ្រាន់បើអញ្ចឹងទៅវាទៅវាញាស់បាទបើយើងអត់លាងអត់អីទេវាលក្ខណៈថាវាប្រៃខ្លាំងណាអ្នកនរនេះវាអត់ញាស់វាទៅជាពងចង្រិតប្រៃរបៀបដូចយើងពងទាប្រៃអញ្ចឹងណាទៅពេលអញ្ចឹងទៅវាអត់ញាស់វាប្រហែលជាឆ្អិនហើយមើលទៅមកវាជាអត់ញាស់អីចឹងបាទប៉ុន្តែលើកនេះប្រហែលជាមិនឲ្យដូចលើកមុនទេអ្នកនរនេះមកគឺយើងធ្វើការលាងវាហើយលាងវាដូចជាគេដាក់ផេះនៅក្នុងទេអញ្ចឹងហើយយើងបាញ់ទឹកដាក់ឬក៏ចាក់ទឹកដាក់អីចឹងទៅពីរដងនោះឲ្យវារៀងជ្រះជាតិប្រៃនឹងខ្លាំងបន្តិចមកហើយយើងទុកវាឲ្យរៀងស្ងួតល្មមនឹងមានសំណើមតិចអីចឹងទៅយកទៅឲ្យវាពងតើតែវានៅមានសំណើមបានពងចង្រិតឲ្យវាញាស់បើយើងយកទៅស្ងួតក្រឹងតែម្ដងគឺអត់ញាស់ទេអ្នកនរនេះមកហើយនៅពេលដែលវាពងហ្នឹងក៏វារៀងប្លែកដែរប្រហែលមើលខ្លាំងមែនទេអ្នកនោះហើយខ្ញុំខំតាមដានមើលហើយវាដូចជាដាក់គូតវាចូលទៅក្នុងផេះដែលយើងដាក់ឲ្យវាពងហ្នឹងហើយមិនដឹងថាវាពងហ្នឹងចេញតាមមកជុលស្រួយហ្នឹងឬក៏ចេញតាមគូតវាទេអ្នកនោះនេះមកដោយសារមើលមិនដឹងតែម្ដងមកចាំមើលលើកហ្នឹងតាមដានឲ្យច្បាស់មើលតែវាពងរបៀបណារបៀបណីអញ្ចឹងអ្នកនោះនេះមកនេះគឺជាផ្ទីហើយនឹងតកូនមកត្រកូនយើងហ្នឹងហើយអាខាងនេះចំណៃលាយជាមួយនឹងកតុនេះនោះនេះមកចំណៃចង្រិតស្អីណាណៃមកពីណានេះបាទគឺចំណៃមន់ចំណៃទាយើងនឹងតែម្ដងមកយើងយកមកលាយមួយកតុអញ្ចឹងទៅឲ្យវាស៊ីបាទអានេះគឺដោយសារតែដើមផ្ទីវារឹងហ្នឹងពីវាស៊ីអត់អស់ទេអ្នកនរនេះស៊ីអត់ដាច់ប៉ុន្តែផ្ទុយទៅវិញមកសិតជាចង្រិតនឹងវាធំដុសស្លាបហើយគឺវាអាចស៊ីដាច់អ្នកនរនេះមកដោយសារតែធ្មេញវាធំវារឹងជាងមុនវាស៊ីឆាប់អស់ចឹងអ្នកនេះមកបន្លែប្លុកអីហ្នឹងតកូននេះហ្នឹងមកហើយចំពោះចង្រិតនៅបរិមាណប៉ុណ្នេះទំហំប៉ុណ្នេះគឺវានៅតូចវារីពិបាកស៊ីទីជាខាំអត់ដែរវាស៊ីបានស្លឹកអីចឹងណាបាទចំពោះអាខ្មៅស្វិតហ្នឹងអាហ្នឹងគឺសតបចេញអ្នកនេះមកខ្ញុំអត់តបានយកចេញនេះវាស្ងួតទឹកអស់ដែរល្មមយកចេញនេះហ្នឹងហើយអ្នកទាំងអស់នេះអត់មានអីច្រើនទេអរគុណច្រើនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់មកហើយខ្ញុំក៏សូមឈប់បញ្ចូលសម្លេងនេះត្រឹមនេះទៅអ្នកទាំងអស់នេះបានដោយសារតែអត់ដឹងនិយាយទៅចឹងមកហើយសូមកុំភ្លេចជួយ follow ក៏ដូចជា share នៅវីដេអូនេះម្នាក់មួយខ្ញុំអរគុណច្រើនមកជម្រាបលា